ម៉ោង 12 ថ្ងៃត្រង់ម៉ោងធ្វើបន្ទប់ផ្សាយនៃស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ទៀងពេលវេលាដោយក្បឿងសញ្ញាខេជាក្បឿងដែលមានគុណភាពខ្ពស់ជំរើសដ៏ត្រឹមត្រូវលើផ្ទៃដំបូលថ្ងៃនេះជាថ្ងៃ 8 កើតខែបូឆ្នាំថោះត្រីស័កពុទ្ធសករាជ 2555 ជាថ្ងៃសីលត្រូវនៅថ្ងៃអាទិត្យទី 1 ខែមករា ឆ្នាំ 2012ដីក្រុងភ្នំពេញសូរិយាបញ្ចេញពន្លឺស្រស់ថ្លាដូនពេញម្ចាស់ស្រីបារមីខ្លាំងក្លាកូនចៅប្រុសស្រីសូមលើកហាត់ថាបង្គំទេវតាគឺទាំង8ស្ថានីយ៍វិទ្យុ 102.5 ទន្លេយើងខ្ញុំសូមទានពរជ័យព្រះរតនៈលូនតាមចាំងដីរក្សាធ្នមថែមិនប្រជាប្រិយបានសុខសេរីពេញផ្ទៃរដ្ឋាខណ្ឌទាំង8មានជ័យបរិសុទ្ធដងកោប្រយុទ្ធដោះស្រាយបញ្ហាជួលទៅសែនសុខ7 មករានូនពេញស្នេហាជួបនិស័យស្វាគមន៍ប្រិយមិត្តទូទាំងចិត្តឆ្ងាយស្ដាប់ហើយសប្បាយបានសុខសួស្ដីចំការមកលើស័យកែរួមចិត្តទាំងក្តីវិទ្យុទន្លេរួមជាស្នាដៃព័ត៌មានផ្សព្វផ្សាយបំរើប្រជាស្មៃពមាពីផ្ទៃទន្លេរះរាយបំភ្លឺភពផែនភស្នីទន្លេ4មុខក្រុងកម្ពុជាភូមិខលស្មូបែបច្រើនឥតគុណនេះប្រិយមិត្តជុំគ្នាស្ដាប់កាយកំសាន្តវត្តភ្នំជុំចិត្តមិត្តទាំងប្រុសស្រីឡើងជីដំរីជាមួយកល្យានសារៈមន្ទីរមូលមីសន្តានវប្បធម៌រយធម៌រុងរឿងកាងកានទេសចរគ្រប់ប្រានទេសនាមិនឈប់ឯករាជ្យវិមានវិញ្ញាណខណ្ឌដូនតាបងអួតកាយាពីព្រឹកដល់យប់សួនច្បារចម្រុងលើងពោតបជាប់ភ្នំពេញមានគ្រប់ក្រើបបេះដូងខ្ញុំសូមគោរពអរគុណប្រិយមិត្តនិយមចូលចិត្តគ្រប់ញាតិអូនបងវិទ្យុទន្លេលើកហាត់បន់សងសូមជួបជាញាតិក្រុមជាតិដែលសងគ្រួសារប្អូនបងរួមឈាមតែមួយHappy birthday សួស្តីថ្ងៃកំណើតអរគុណអ្នកទាំងអស់គ្នា Happy birthday បងប្រុសអរគុណច្រើនហើយណែឯងគួរថា Happy birthday អរគុណណាវ៉ាវ នៅពេលដែលអ្នកទទួលបានអ្វីមួយច្រើនជាងការរំពឹងទុកវាមិនមែនជារឿងល្អទេឬយើងខ្ញុំសូមណែនាំគម្រោង Cell Card Plus
ជាមួយសុពលភាពទឹកប្រាក់30ថ្ងៃលោកអ្នកអាចជ្រើសរើសគម្រោង$3និងទទួលបានការហៅចេញចំនួន40ដងនិងសារ SMS ចំនួន40ជ្រើសរើសគម្រោង$5និងទទួលបានការហៅចេញចំនួន80ដងនិងសារ SMS ចំនួន80រីឯគម្រោង$8និងទទួលបានការហៅចេញរហូតដល់150ដងនិងសារ SMS ចំនួន150ការហៅទូរស័ព្ទចេញម្ដងអាចមានរយៈពេលរហូតដល់15នាទីដូច្នេះពុំចាំបាច់ប្រញាប់ផ្ដាច់ការសន្ទនារបស់អ្នកឡើយដើម្បីភ្ជាប់គម្រោង Cellcard Plus សូមទូរស័ព្ទទៅលេខ8383ហើយសម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ812ពីក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1រឹតតែច្បាស់ Cellcard នេះជាម៉ូតូដែលអ្នកនឹងឈ្នះពីក្រុមហ៊ុន Dell ងាយបំផុតទិញផលិតផល Dell ដែលមានអាជ្ញាប័ណ្ណពីហាងចែកចាយដៃគូ Dell ដែលចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានគូប៉ុងបំពេញលក្ខខណ្ឌដាក់ក្នុងធុងឆ្នោតដើម្បីឈ្នះរង្វាន់ម៉ូតូ Honda Scoopy 2011ទូរស័ព្ទដៃ Dell Venue ម៉ាស៊ីន Print និងការចាក់សាំងពេញមួយឆ្នាំកម្មវិធីចាប់ពីថ្ងៃនេះដល់ថ្ងៃ22មករា2012ចាប់រង្វាន់ថ្ងៃ29មករា2012ក្នុងកម្មវិធី A1 Concert ទូរទស្សន៍ My TV ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.facebook.com/dellcambodia Dell the power to do more អូលោកតាសូមជួយឲ្យកូនចៅមានលុយច្រើនមកលោកកូនចៅមិនភ្លេចគុណលោកតាទេចង់បានលុយមែនទេចាំតាប្រាប់ឆាប់ដកទូរស័ព្ទឯងចេញមកហើយចុចទៅលេខ7788ភ្លាមទៅអូជាលេខឆ្នោតមែនទេលោកតាមិនមែនទេជាលេខរបស់កម្មវិធីសំណួរចម្លើយអឹមហ្វូនខ្វីសវគ្គ2ចុចទៅឯងនឹងដឹងហើយអស្ចារ្យពិតជាអស្ចារ្យឥឡូវនេះអឹមហ្វូននឹងផ្ដល់នូវឱកាសឈ្នះរង្វាន់ប្រចាំខែចំនួន10លានរៀលនិងរង្វាន់ប្រចាំសប្តាហ៍ទូរស័ព្ទដៃដុតទំនើបភ្ជាប់ជាមួយលេខពិសេសពីក្រុមហ៊ុនអឹមហ្វូនមួយរង្វាន់ទឹកប្រាក់200,000រៀលមួយរង្វាន់និងទឹកប្រាក់10,000រៀលមួយរង្វាន់ព័ត៌មានបន្ថែម1413ឬ023 306 364នេះឈប់សិនតាភ្លេចប្រាប់ចៅត្រូវឆ្លើយនឹងសំណួរទាំង5របស់គេឲ្យបានត្រឹមត្រូវក្នុងរយៈពេល7វិនាទីឬទៅជាងនេះឲ្យបានច្រើនជាងគេណាចៅនឹងក្លាយជាអ្នកមានមិនខានទេអូហូអរគុណហើយលោកតាខ្ញុំចុចទៅលេខ7788សិនហើយកម្មវិធីសំណួរចម្លើយ iPhone Quiz វគ្គ2ធ្វើឲ្យក្តីស្រមៃរបស់លោកអ្នកក្លាយជាការពិតអូនណាបងឆ្ងល់ណាស់យើងរាប់អានគ្នារាប់ឆ្នាំហើយមិនគ្រាន់តែពាក្យស្រឡាញ់មួយម៉ាត់សោះអូនមិនព្រមស្រដីត្រឹមពាក្យស្រឡាញ់មួយម៉ាត់អូនមិនកំណាញ់ទេតែផ្ញើក្តីស្រឡាញ់នឹងបងអូនដូចជាមិនទុកចិត្តសោះអូតែប៉ុណ្្នឹងទេអីកុំបារម្ភមើលណែពេលនេះបងមានអមរិតនៅជាមួយហើយអមរិតនឹងហើយជាមួយនឹងសេវាប្រាក់សន្សំដែលផ្ដល់អត្រាការប្រាក់ខ្ពស់ពីអមរិតបងនឹងអូនពិតជាអស់ក្តីបារម្ភហើយព្រោះសុវត្ថិភាពប្រាក់សន្សំរបស់យើងជាជីវិតរបស់អមរិតមែនហើយផ្ញើប្រាក់នៅអមរិតលោកអ្នកមិនត្រឹមតែអស់ក្តីបារម្ភពីសុវត្ថិភាពប្រាក់សន្សំរបស់លោកអ្នកប៉ុណ្ណោះទេថែមទាំងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 10% អូនេះបងពិតជាបានបើកគណនីសន្សំប្រាក់ជាមួយអមរិតមែនទេបងពិតជាគិតគូរបានល្អិតមែនអមរិតនៅជាមួយអ្នកដើម្បីអ្នកដារីយ៉ាបងទើបទិញឡានថ្មីជិះជាមួយបងអត់បងឡានមកអត់តបាត់ S Cool ផងហ្នឹងខូចស្បែកអូនអស់ហើយS Cool ហ្នឹងអីគេអូនបងអត់ដឹងទេឥឡូវបច្ចេកវិទ្យាទំនើបណា S Cool អាចទប់កម្ដៅកុំឲ្យចូលក្នុងរថយន្តការពារស្បែកពីកាំរស្មី UV ដែលបង្កមហារីកស្បែកចាស់ជាងវ័យហើយនឹងលាកស្បែកទៀតផងកញ្ចក់រថយន្តហើយនឹងកញ្ចក់អគារសុទ្ធតែបិទបានទាំងអស់ហើយពណ៌ថ្លាក៏អាចទប់កម្ដៅបានដែរបើអញ្ចឹងតោះអូនយើងទៅកន្លែង S Cool ទាំងពីរនាក់ទំនាក់ទំនងអាស័យដ្ឋានផ្លូវកម្ពុជាក្រោមជាប់សួនច្បារតោ2ទូរស័ព្ទលេខ012 836 896 S Cool staying cool staying safe Happy birthday សួស្តីថ្ងៃកំណើតអរគុណអ្នកទាំងអស់គ្នា Happy birthday បងប្រុសអរគុណច្រើនហើយណែឯងគួរថា Happy birthday អរគុណណាវ៉ាវនៅពេលដែលអ្នកទទួលបានអ្វីមួយច្រើនជាងការរំពឹងទុកវាមិនមែនជារឿងល្អទេឬយើងខ្ញុំសូមណែនាំគម្រោង Cellcard Plus ជាមួយសុពលភាពទឹកប្រាក់30ថ្ងៃលោកអ្នកអាចជ្រើសរើសគម្រោង$3និងទទួលបានការហៅចេញចំនួន40ដងនិងសារ SMS ចំនួន40ជ្រើសរើសគម្រោង$5និងទទួលបានការហៅចេញចំនួន80ដងនិងសារ SMS ចំនួន80រីឯគម្រោង$8និងទទួលបានការហៅចេញរហូតដល់150ដងនិងសារ SMS ចំនួន150ការហៅទូរស័ព្ទចេញម្ដងអាចមានរយៈពេលរហូតដល់15នាទី
ដូច្នេះពុំចាំបាច់ប្រញាប់ផ្ដាច់ការសន្ទនារបស់អ្នកឡើយដើម្បីភ្ជាប់គម្រោង Second Plus សូមទូរស័ព្ទទៅលេខ8383ហើយសម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ812ពីក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1រឹតតែច្បាស់ Cellcard សាកលវិទ្យាល័យភ្នំពេញអន្តរជាតិមានកិត្តិយសជំរាបជូនសិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រសូមអញ្ជើញមកចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅអគារលេខ36ផ្លូវលេខ169ទូមុខវិទ្យាល័យបាក់ទូរាជធានីភ្នំពេញទូរស័ព្ទលេខ023 999 906 023 999 907 023 999 908ការសិក្សានឹងចាប់ផ្ដើមនៅថ្ងៃទី9ខែមករាឆ្នាំ2012សូមអរគុណសូមជូនកម្មវិធីជីវិតនិងលុយហើយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទេណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណោះហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នត់គំនិតខុសគ្នាយ៉ាងដូចម្ដេចណោះដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនិងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង12ដល់ម៉ោង1ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអមសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនិងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងខ្ញុំចិត្រាជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីជីវិតនិងលុយសូមជម្រាបសួរអស់លោកលោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនអំពូមីងព្រមទាំងប្រិយមិត្តទាំងអស់ដែលកំពុងតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនិងលុយចា៎ជាពិសេសតាំងនាមឲ្យគណៈកម្មការរៀបចំកម្មវិធីជីវិតនិងលុយសូមផ្ញើសេចក្តីនឹករលឹកនិងសូមជម្រាបសួរដល់លោកពូប្រធានភូមិក្បាលកោះលិចលោកពូប្រធានភូមិចង្កោះលិចលោកពូប្រធានភូមិក្បាលកោះលិចរួមជាមួយលោកពូប្រធានភូមិកណ្ដាលកោះនិងប្រធានឃុំនៅឃុំកោះខ្សាច់ចន្លាដែលស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលទាំងអស់ជាទីមេត្រីចា៎នាងខ្ញុំសូមជម្រាបជូនថាកម្មវិធីជីវិតនិងលុយគឺជាកម្មវិធីដ៏ពិសេសមួយដែលពុំធ្លាប់មានពីមុនមកនៅក្នុងប្រជាជាតិកម្ពុជាហើយជាកម្មវិធីដែលមានសារៈប្រយោជន៍នៅក្នុងការអភិវឌ្ឍគំនិតនិងជីវិតឲ្យទទួលបានជោគជ័យនិងកាន់តែមានភាពប្រសើរឡើងផងដែរចា៎កម្មវិធីនេះដឹកនាំឡើងដោយលោកអមសេងបូរ៉ាដែលលោកគឺជាប្រធាននៃមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកនិងសហគ្រិននិងមានការគាំទ្រនៅក្នុងការផលិតពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិចា៎កម្មវិធីជីវិតនិងលុយនឹងធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង12ដល់ម៉ោង1ថ្ងៃត្រង់នៅវិទ្យុទន្លេរាជធានីភ្នំពេញនិងវិទ្យុក្រុងសៀមរាប FM 102.5 MHzចា៎ប្រិយមិត្តទាំងអស់គ្នាសម្រាប់ថ្ងៃនេះផ្ទាល់កម្មវិធីរបស់យើងនឹងផ្ដោតទៅលើប្រធានបទតាក់ទងទៅនឹងជីវិតហើយនឹងលុយហើយដោយសារតែថ្ងៃនេះគឺជាថ្ងៃបើកទំព័រដំបូងនៃកម្មវិធីជីវិតនឹងលុយយើងនឹងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសពិសេសរបស់យើងគឺលោកអមសេងបូរ៉ាដែលលោកគឺជាអ្នកដឹកនាំនៅកម្មវិធីជីវិតនឹងលុយនេះផ្ទាល់តែម្ដងចា៎ច
ចាពេលវេលាថ្មនេះប្រិមិត្តរបស់យើងមួយចំនួនហ្នឹងប្រហែលជាកំពុងតែពិសានៅអាហារថ្ងៃត្រង់ដ៏មានឱជារសជាមួយនឹងក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្តិផងដែរហើយមានប្រិមិត្តខ្លះទៀតហ្នឹងប្រហែលជាកំពុងតែបើកស្ដាប់ជាមួយនឹងវិទ្យុ 102.5 MHz ដើម្បីស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយរបស់យើងនៅពេលវេលាថ្មនេះផងដែរចាចាប្រិយមិត្តទាំងអស់គ្នាឥឡូវនេះនាងខ្ញុំសូមធ្វើការសំណេះសំណាលជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងគឺលោកអំសេងបូរ៉ាបន្តិចសិនចាជំរាបសួរបងបូរ៉ាបាទជំរាបសួរបងស្រីចាសុខសប្បាយទេបងសុខសប្បាយបងចាហើយចង់សួរបងតកតងជាមួយនឹងកិច្ចការងារបន្តិចថាតើមករយៈពេលនេះបងមានភាពមមាញឹកច្រើនជាមួយនឹងកិច្ចការងារដែរទេបងបាទតាមពិតទៅឆ្នាំចាស់ទើបតែកន្លងផុតទៅថ្មីហើយតាមពិតឆ្នាំចាស់ក៏មមាញឹកហើយយើងត្រៀមចូលទៅឆ្នាំថ្មីរឹតតែមមាញឹកទៅទៀតបាទកិច្ចការជាច្រើនដែលយើងត្រៀមសម្រាប់ធ្វើឲ្យមានភាពលូតលាស់នៅក្នុងស្ថាប័នជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងឆ្នាំថ្មីបាទចាចង់អរគុណច្រើនដល់បងបូរ៉ាហើយឥឡូវចង់សួរបងតកតងជាមួយនឹងកម្មវិធីបន្តិចដោយសារកម្មវិធីយើងថ្មីមែនតើបងកម្មវិធីជីវិតនឹងលុយហើយចង់សួរទៅបងវាគ្មិនកិត្តិយសបន្តិចថាហេតុអីបានជាបងដាក់ឈ្មោះកម្មវិធីហ្នឹងថាកម្មវិធីជីវិតនឹងលុយអញ្ចឹងបងហើយតើកម្មវិធីហ្នឹងវាមានសារៈសំខាន់អីខ្លះសម្រាប់ប្រិយមិត្តយើងអ្នកស្ដាប់ផងដែរបងបាទប្រហែលជាកម្មវិធីនេះពួកឯងមានចំណាប់អារម្មណ៍តែមើលណាចាប់អារម្មណ៍ខ្លាំងមែនតើចាបងចំណងជើងគឺជីវិតហើយនឹងលុយចាបាទពាក្យពីរដែលសំខាន់នៅក្នុងនេះមែនទេបងទី1យើងហៅថាជីវិតចាជីវិតមួយទៀតនឹងលុយតើជីវិតនឹងលុយនេះវាផ្សារភ្ជាប់គ្នាយ៉ាងដូចម្ដេចណាយើងមើលអញ្ចឹងនៅក្នុងពិភពលោកយើងទៅមូលបុគ្គលម្នាក់សុទ្ធតែមានជីវិតមែនទេបងចាត្រឹមត្រូវបងគាត់កើតមកហើយគាត់នឹងទៅវិញនៅពេលណាមួយតែជាទូទៅបុគ្គលមួយចំនួនគាត់អាចរហូតដល់មានអាយុវែងដល់ជាង100ហើយអ្នកខ្លះ100អ្នកខ្លះក្បែរ100ប៉ុន្តែអ្នកខ្លះក៏ទៅលឿនដែរបាទអាហ្នឹងជាជីវិតដែលយើងមើលឃើញពីរដ្ឋធរវេលានៃការកើតរហូតដល់ទៅវិញអញ្ចឹងនៅក្នុងនេះជាមធ្យមទៅទៀតដែលគេថាតាមការស្រាវជ្រាវនៅក្នុងប្រជាជាតិកម្ពុជាជីវិតដែលជាមធ្យមក្នុងការរស់នៅលើផែនដីនេះគឺជាថាប្រហែលជា60ឆ្នាំអ្នកខ្លះថា57ឆ្នាំអ្នកខ្លះថា60ឆ្នាំទៅតាមប្រភពខុសៗគ្នាចាបងអញ្ចឹងនៅក្នុងដំណើរជីវិតនេះពេលដែលកើតមកហើយនឹងទៅវិញនោះតើយើងចង់បានអីណាដែលថាជាជីវិតនោះបុគ្គលខ្លះយើងក៏លេចមើលទៅគុណភាពជីវិតនោះគឺថាមានលក្ខណៈខុសៗគ្នាអ្នកខ្លះគាត់មានគេថាការលូតលាស់ជោគជ័យមានគេថាคล้ายទៅជាអ្នកមានចាឯអ្នកបុគ្គលមួយចំនួនរៀបចំខ្លួននៅក្នុងជីវិតហ្នឹងបានត្រឹមកម្រិតមធ្យមជាអ្នកមធ្យមឯអ្នកមួយចំនួនទៀតคล้ายទៅជាគេថានៅក្នុងកម្រិតក្រអញ្ចឹងបើសិនតែយើងក៏លេចមើលគុណភាពនៃគេថាហិរញ្ញវត្ថុណាផ្សារភ្ជាប់ជាមួយនឹងលុយដោយសារតែជីវិតរបស់យើងនៅលើផែនដីនេះគឺត្រូវផ្សារភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុឬក៏លុយនេះឯងដែលធ្វើឲ្យខ្លួនមានការលូតលាស់នៅក្នុងជីវិតនៅក្នុងផ្ទាល់ខ្លួនក្រុមគ្រួសារក៏ដូចជានៅក្នុងសង្គមផងដែរចាហើយយើងក៏អាចមើលឃើញផងដែរថាភាពខុសប្លែកគ្នានៃគុណភាពជីវិតនេះគឺថាបើសិនបើយើងមើលឲ្យស៊ីជម្រៅទៅទៀតលើសពីលុយនោះចាបាទថាតើយើងពិតជាចង់បានអីនៅក្នុងជីវិតពិតប្រាកដអញ្ចឹងក្រៅពីភាពមានបានដែលយើងហៅថាមានឬក៏មធ្យមឬក៏ក្រនៅលើផ្លូវហិរញ្ញវត្ថុនេះក៏យើងក៏លេចមើលទៅលើភាពជោគជ័យផ្ទាល់ខ្លួនដែលជាបុគ្គលម្នាក់ចង់បានថាតើគាត់ពិតជាចង់បានអ្វីហើយបើយើងមើលទៅឃើញថាបុគ្គលខ្លះគាត់ចង់បានសេចក្តីសុខចាបាទគាត់ចង់បានសេចក្តីសុខធ្វើម៉េចឲ្យតែគាត់បានសុខប៉ុន្តែបុគ្គលខ្លះគាត់ថាគាត់អត់បានគិតរឿងហ្នឹងគាត់ថាគាត់ចង់បានលុយគាត់ចង់បានហិរញ្ញវត្ថុឲ្យតែបានមានហិរញ្ញវត្ថុគឺគាត់សុខហើយបាទអញ្ចឹងការឲ្យនិយមន័យនៃពាក្យជោគជ័យរបស់បុគ្គលម្នាក់គឺមានភាពខុសប្លែកគ្នាដែលអ្នកខ្លះថាគាត់ឲ្យតែមានលុយគឺគាត់មានសេរីសុខអ្នកខ្លះថាមិនចាំលុយមិនសំខាន់អ្នកខ្លះថាតលតែមានតំណែងតំណងនៅក្នុងក្រុមគ្រួសារល្អបានគាត់ជោគជ័យអញ្ចឹងការឲ្យនិយមន័យពីជីវិតហ្នឹងវាខុសៗគ្នាអញ្ចឹងហើយបានជាកម្មវិធីរបស់យើងជីវិតនឹងលុយគឺថាយើងលើកយកអំពីបញ្ហា
តកតងទៅនឹងជីវិតដែលផ្សារភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុតើជីវិតដែលផ្សារភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុនេះវាមាននាំឲ្យយើងជាបុគ្គលម្នាក់នៅក្នុងជីវិតរបស់ខ្លួនក៏ដូចជានៅក្នុងក្រុមគ្រួសារក៏ដូចជាក្នុងសង្គមទទួលបាននៅអត្ថន័យជោគជ័យយ៉ាងពិតប្រាកដយ៉ាងដូចម្ដេចសម្រាប់ជីវិតថេរវេលារបស់ខ្លួនពីកើតរហូតដល់ទៅវិញអញ្ចឹងយើងនឹងពំនាំយកនៅការសិក្សាការស្រាវជ្រាវពីគេថាជុំវិញជីវិតនៅលើពិភពលោកនឹងតែម្ដងដើម្បីផ្ដោតទៅលើការផ្ដល់ជាអនុសាសន៍ការចែករំលែកនៅបទពិសោធន៍ជីវិតតែម្ដងដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងដែលជាប្រិយមិត្តអ្នកស្ដាប់គាត់បានទទួលនៅព័ត៌មានអាចថាមិនជាព័ត៌មានថ្មីទេប៉ុន្តែជាព័ត៌មានដែលពេលខ្លះយើងមិនចាប់អារម្មណ៍មិនបានយកមកនិយាយវែកញែកដែលជាហេតុធ្វើឲ្យគាត់គិតគាត់សម្រេចចិត្តនឹងប្រព្រឹត្តទៅតាមរបៀបដដែលហើយគាត់នឹងទទួលបាននៅលទ្ធផលដដែលនឹងគេហៅតាមទម្លាប់បងតាមទម្លាប់បាទហើយចង់សួរទៅបងបន្តទៀតដែរថាតកតងជាមួយនឹងកម្មវិធីជីវិតនឹងលុយនឹងផ្ដោតសំខាន់ទៅលើចំណុចអីគេខ្លះទៅបងបាទនៅក្នុងកម្មវិធីរបស់យើងនេះគឺបងបានចងក្រងតាមការសិក្សាស្រាវជ្រាវក៏ដូចជាពិភាក្សាជាមួយនឹងក្រុមការងាររបស់យើងហើយជាពិសេសជ្រាបក្នុងឱកាសនេះក៏ខ្ញុំសូមថ្លែងអំណរគុណទៅដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit ដែលបានផ្ដល់នៅការគាំទ្រហើយនឹងក៏ដូចជាវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាចូលរួមចំណែកក្នុងរឿងបច្ចេកទេសហើយនឹងអង្គការករណី Fund អន្តរជាតិដែលបានចូលរួមគាំទ្រក្នុងកម្មវិធីអញ្ចឹងតាមការដែលរៀបចំនេះគឺថាកម្មវិធីយើងនឹងផ្ដោតទៅលើចំណុច5សំខាន់ដែលយើងជឿជាក់ថាចំណុចទាំង5នេះគឺនៅក្នុងកម្មវិធីរៀងរាល់ថ្ងៃសៅរ៍អាទិត្យនេះគឺថានឹងជួយទៅដល់ប្រិយមិត្តអ្នកស្ដាប់ក្នុងការទទួលបាននៅគតិបណ្ឌិតក៏ដូចជាព័ត៌មានល្អសម្រាប់ជាប្រយោជន៍ក្នុងការគិតក្នុងការសម្រេចចិត្តដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើងអញ្ចឹងក្នុងនោះយើងកម្មវិធីទី1ដែលយើងរៀបចំនោះគឺការពង្រឹងគុណភាពជីវិតគឺថាយើងនឹងធ្វើការពិភាក្សាតាក់ទងទៅនឹងកម្មវិធីគុណភាពជីវិតតែម្ដងចា៎ហើយកម្មវិធីទី2ដែលយើងនឹងផ្ដោតនៅក្នុងកម្មវិធីនេះដែរនេះគឺការពង្រឹងគុណភាពមុខរបររកស៊ីបាទអានេះវាតាក់ទងទៅនឹងរឿងហិរញ្ញវត្ថុដែរបាទអញ្ចឹងតាក់ទងទៅនឹងការកសាងសមត្ថភាពក៏ដូចជាការពង្រឹងគុណភាពមុខរបររកស៊ីនេះជាចំណែកមួយសំខាន់នៅក្នុងកម្មវិធីរបស់យើងហើយអ្វីដែលពិសេសទៅទៀតនោះគឺយើងនឹងមានការពិភាក្សាចែករំលែកអំពីផ្នត់គំនិតដែលធ្វើឲ្យបុគ្គលមួយមានឬក៏ផ្នត់គំនិតដែលធ្វើឲ្យបុគ្គលមួយក្រអញ្ចឹងអានេះជាចំណុចមួយពិសេសដែលយើងតែងតែឆ្ងល់ពេលខ្លះយើងឆ្ងល់ថាហេតុអីបានគេមានម៉េចចេះត្រឹមត្រូវបងសូម្បីតែខ្ញុំក៏ចង់ដឹងដែរហេតុអីបានជាបុគ្គលឬក្រុមគ្រួសារផ្សេងទៀតក្រចាបុគ្គលដែលសាបព្រោះនៅពូជណារមែងបានជ្រុលកាត់នៅផលនោះអញ្ចឹងនេះមានន័យថាយើងគិតអ្វីយើងសម្រេចចិត្តអ្វីយើងធ្វើអ្វីនោះវានឹងបានផលមកវិញនៅជាលទ្ធផលដែលយើងទទួលបានអញ្ចឹងថាតើផ្នត់គំនិតរបស់យើងយ៉ាងម៉េចដែលយើងគិតទៅហើយយើងសម្រេចចិត្តធ្វើទៅនោះវានាំឲ្យយើងនៅក្នុងស្ថានភាពក្រឬក៏មធ្យមឬក៏មាននោះគឺថាយើងនឹងធ្វើការពិភាក្សាហើយយើងនឹងមានការអញ្ជើញអ្នកដែលចូលរួមនោះគឺថាសិតតែអ្នកដែលមានភាពជោគជ័យដែលគាត់ឆ្លងកាត់គាត់អាចមានអ្នកប្រវត្តិដែលថាចេញពីភាពក្រីក្រដែរហើយគាត់យកមកចែករំលែកថាតើចេញពីក្រមកនោះមកមានយ៉ាងម៉េចអញ្ចឹងអានេះជាផ្នត់គំនិតមួយដែលយើងនឹងចែករំលែកនៅក្នុងកម្មវិធីចា៎ហើយអ្វីដែលពិសេសផងដែរនោះយើងដឹងហើយថាតកតងទៅនឹងលុយនេះយើងថាមានជីវិតនឹងលុយអញ្ចឹងយើងទៅជែកអំពីរឿងលុយយើងទៅជែកអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងក្រុមគ្រួសារយើងតែម្ដងអញ្ចឹងយើងមើលថាលទ្ធផលនៅក្នុងជីវភាពក្រុមគ្រួសារមួយខុសៗគ្នានោះគឺថាសុទ្ធតែមានលក្ខណៈដែលមានហេតុនិងផលនៅពីខាងក្រោយអញ្ចឹងបុគ្គលខ្លះគាត់មានភាពមានបានដោយសារគាត់ចេះឬថារៀបចំទុកដាក់សន្សំសំចៃចំណាយរបស់គាត់មានការយកចិត្តទុកដាក់ក្នុងការចំណាយប្រយ័ត្នប្រយែងហើយគាត់មានការវិនិយោគលុយកាក់របស់គាត់នោះបានល្អហើយគាត់ចេះប្រើប្រាស់លុយដែលទ្រព្យសម្បត្តិរបស់គាត់មាននោះទៅឬថាទៅរក
នៅប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗដូចជាគ្រីស្តានមីក្រូហិរញ្ញវត្ថុអីជាដើមដែលយើងមានប្រជាជនជាច្រើនខ្ញុំដឹងថាប្រហែលជាជាង1លានគ្រួសារនៅពេលបច្ចុប្បន្នដែលកំពុងតែខ្ចីប្រាក់ពីគ្រីស្តានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងការទាំងអស់នេះគឺយើងគិតថាកម្មវិធីយើងមានគេថាសារៈសំខាន់មានសារៈប្រយោជន៍ក្នុងការជួយផ្ដល់នៅគំនិតទៅដល់បងប្អូនប្រជាជនទូទាំងប្រទេសក្នុងការដែលគាត់ប្រើប្រាស់ហិរញ្ញវត្ថុដូចពេលខ្លះយើងតែងតែឮពាក្យដែលគេនិយាយលេងថាចាយសល់ថ្ងៃមានតែពួកឯងមិនឮទេបាទឮញឹកញាប់មែនតើចាយសល់ថ្ងៃអត់មានចាយសល់លុយទេចាយសល់ថ្ងៃបាទអាហ្នឹងជាការនិយាយលេងសើចប៉ុន្តែក៏វាអាចឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់ក្រុមគ្រួសាររបស់ប្រជាជនយើងចំណុចមួយទៀតដែរទី5ដែលយើងគិតថាសំខាន់នៅក្នុងកម្មវិធីផងដែរនោះដោយសារតែយើងដឹងហើយថាប្រជាជនយើងជាង1លានគ្រួសារដែលប្រើប្រាស់សេវាហិរញ្ញវត្ថុក៏ដូចជាប្រើប្រាស់សេវាប្រាក់កម្ចីពីគ្រីស្តានមីក្រូហិរញ្ញវត្ថុនេះយើងក៏នឹងលើកយកមកពិភាក្សានៅប្រធានបទតាក់ទងទៅនឹងគោលការណ៍ការពារអតិថិជនរបស់គ្រីស្តានមីក្រូហិរញ្ញវត្ថុដែលយើងដឹងហើយថាកម្មវិធីនេះនៅក្នុងពិភពលោកទាំងមូលក៏ដូចជានៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទូទាំងពិភពលោកគេយកចិត្តទុកដាក់ខ្លាំងទៅលើលទ្ធផលគេហៅ social performance លទ្ធផលសង្គមដែលផ្ដោតទៅលើសង្គមដែលគ្រីស្តានមីក្រូហិរញ្ញវត្ថុគាត់ព្យាយាមផ្ដល់សេវាហិរញ្ញវត្ថុដើម្បីក្នុងគោលបំណងជួយឲ្យអតិថិជនជោគជ័យអញ្ចឹងលុះណាតែអតិថិជនជោគជ័យបានគ្រីស្តានមីក្រូហិរញ្ញវត្ថុហ្នឹងគាត់ជោគជ័យយូរអង្វែងអញ្ចឹងថាតើគួរតែមានគោលការណ៍ការពារអតិថិជនយ៉ាងណានោះយើងនឹងអញ្ជើញវាគ្មិនពីគ្រីស្តានមីក្រូហិរញ្ញវត្ថុដើម្បីនឹងចូលរួមចំណែកក្នុងការពិភាក្សានិងចែករំលែកនៅបទពិសោធន៍ទៅដល់ប្រិយមិត្តអ្នកស្ដាប់ជាពិសេសអតិថិជនរបស់គ្រីស្តានមីក្រូហិរញ្ញវត្ថុនឹងតែម្ដងតែនេះជាកម្មវិធីទាំង5ដែលយើងនឹងធ្វើការពិភាក្សានិងផ្ដោតនៅក្នុងថ្ងៃសៅរ៍អាទិត្យនៅក្នុងពេញមួយឆ្នាំ2012នេះតែម្ដងអញ្ចឹងថ្ងៃនេះជាថ្ងៃដំបូងដែលបើកទំព័រដំបូងតែម្ដងបាទដែលចត្រាហើយនឹងខ្ញុំមានសំណាងក្នុងការបើកទំព័រថ្មីសម្រាប់ប្រទេសកម្ពុជាដែលយើងនឹងពិភាក្សាអំពីកម្មវិធីជីវិតនឹងលុយបាទខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការចូលរួមក្នុងការធ្វើកម្មវិធីនេះចាមិញខ្ញុំចាប់បានចំណុចមួយដែលខាងបងបរាគាត់បានជជែកហ្នឹងគាត់ថាខាងស្ថាប័នមីក្រូហិរញ្ញវត្ថុហ្នឹងគាត់ព្យាយាមផ្ដល់ប្រាក់កម្ចីទៅដល់អតិថិជនដើម្បីឲ្យអតិថិជនហ្នឹងគាត់អាចអភិវឌ្ឍខ្លួនគាត់ឬក៏ធ្វើឲ្យគាត់ជោគជ័យអញ្ចឹងកម្មវិធីរបស់យើងគឺកម្មវិធីជីវិតនឹងលុយមានន័យថាយើងជាអ្នកដែលផ្ដល់គំនិតដល់គាត់វិញម្ដងអញ្ចឹងខាងនោះគាត់ផ្ដល់ប្រភពទុនយើងគឺមានតួនាទីនៅក្នុងការផ្ដល់គំនិតធ្វើយ៉ាងម៉េចឲ្យប្រជាជនយើងគាត់បានយល់ថាតែធ្វើម៉េចបានមានធ្វើម៉េចបានក្រតែគួរតែគាត់គ្រប់គ្រងមានរបៀបគ្រប់គ្រងលុយកាក់គាត់របៀបម៉េចទៅធ្វើឲ្យក្រុមគ្រួសារគាត់មានភាពរីកចម្រើនចាអរគុណបងបន្តទៅទៀតនេះដោយសារតែថ្ងៃនេះគឺជាថ្ងៃបើកទំព័រដំបូងនៃកម្មវិធីអញ្ចឹងកម្មវិធីរបស់យើងនឹងគឺនឹងមានរឿងខ្លីពិសេសមួយដែលជាឧទាហរណ៍ដ៏ល្អដើម្បីចែកជូនដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដើម្បីទុកគ្រាន់កែកម្សាន្តក៏ដូចជាធ្វើការត្រិះរិះពិចារណាផងដែរចាអញ្ចឹងនាងខ្ញុំសូមគោរពអញ្ជើញប្រិយមិត្តទាំងអស់គ្នារីករាយតាមដានស្ដាប់ជាមួយនឹងរឿងខ្លីរបស់យើងផងដែរចាសូមអរគុណនារីមានរៀបចំឯកសារនិងសម្ភារៈរួចរាល់ហើយហ្នឹងព្រោះថាថ្ងៃបន្តិចយើងនឹងត្រូវចេញទៅសម្ភាសជាមួយនឹងលោកកាយតារាផងណាអូចារួចរាល់ហើយបងរិនបាទយ៉ាងម៉េចហ្នឹងនោះហើយកន្លែងធ្វើការរបស់លោកតារាហើយតែបងបាត់ស្ដាំឈប់ទៅណាបាទជំរាបសួរលោកកាយតារាបាទសូមជំរាបសួរលោករិទ្ធីបាទលោកកាយតារាតើលោកសុខសប្បាយយ៉ាងណាថ្ងៃនេះបាទសុខសប្បាយជាធម្មតាទេលោកលោកតារាដោយសារតែលោកបច្ចុប្បន្នគឺជានាយករបស់ក្រុមហ៊ុន
គ្រឹះស្ថានសិក្សាឯកជននិងជាម្ចាស់អាជីវកម្មដែលកំពុងតែដំណើរការនៅក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តមួយចំនួនទូទាំងប្រទេសកម្ពុជាដូច្នេះខ្ញុំបានលើមនុស្សម្នាមួយចំនួននិយាយអំពីលោកថាលោកទទួលបានជោគជ័យដោយពេលនេះក៏ព្រោះតែលោកទទួលបានការជុំជ្រែងពីសំណាក់ឪពុកម្ដាយសាច់ញាតិរបស់លោករួមទាំងផ្នែកកម្លាំងកាយនិងកម្លាំងចិត្តនិងលុយកាក់ទាំងនោះគឺជាការពិតឬយ៉ាងណាលោកបាទបាទអរគុណចំពោះសំណួររបស់លោកជាក់ស្ដែងមានផ្នែកខ្លះគឺជាការពិតហើយក៏មានផ្នែកខ្លះទៀតគឺជារឿងដែលមានការយល់ច្រឡំផងដែរខ្ញុំសូមទទួលស្គាល់និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកដ៏មានគុណរបស់ខ្ញុំនិងញាតិមិត្តបងប្អូនដែលតែងតែផ្ដល់នូវការគាំទ្រទាំងកម្លាំងកាយកម្លាំងចិត្តបានក្រើននៅរំលឹកដាស់សតិអារម្មណ៍ផ្ដល់ប្រឹក្សានិងលើកកម្លាំងចិត្តខ្ញុំជារៀងរាល់ពេលដែលខ្ញុំធ្លាក់ទឹកចិត្តឬក៏ភ្លេចខ្លួនហើយបំរុងនឹងដើរលើផ្លូវខុសជាដើមសកម្មភាពទាំងនោះគឺជាមេរៀននៃការតម្រង់ទិសហើយជាគន្លឹះសំខាន់ដែលនាំឲ្យខ្ញុំអាចឈានមករកភាពជោគជ័យដូចជាថ្ងៃនេះបាទអរគុណចំពោះបាទលោកបកាយតារាបាយខ្ញុំបាទក៏មានបាទសំណួរបន្តចូលឲ្យមានផ្នែកណាខ្លះដែលលោកយល់ថាវាជារឿងមិនពិតឬជារឿងដែលអ្នកផងទាំងពួងមានការយល់ច្រឡំចំពោះលោកនោះបាទសូមអរគុណលោករិទ្ធីបាទតាមពិតទៅខ្ញុំគឺជាក្របពូជមួយដែលលូតលាស់មកពីក្រុមគ្រួសារមួយដែលមានភាពក្រីក្រពុំមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះទេឪពុករបស់ខ្ញុំគឺជាមន្ត្រីរាជការម្នាក់ថ្នាក់ទាបសាមញ្ញចំណែកឯម្ដាយរបស់ខ្ញុំគាត់គឺជាអ្នកដែលប្រកបមុខរបរលក់ដូរតិចតួចតែប៉ុណ្ណោះចំណែកខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារពុំមានបងប្អូនសាច់ញាតិណាដែលមានភាពរឹងមាំខាងផ្នែកហិរញ្ញវត្ថុសោះហើយមានលទ្ធភាពផ្គត់ផ្គង់ជ្រោមជ្រែងខ្ញុំឲ្យមានលទ្ធភាពសិក្សានៅក្នុងបរិយាកាសមួយដ៏ល្អនោះទេដូច្នេះខ្ញុំត្រូវការពេលវេលាខ្លះដើម្បីដើរទល់នំបញ្ចុកស្ករគ្រាប់ស្ករកៅស៊ូនិងលក់បារីដើម្បីអាចរកនៅចំណូលបានខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំក្រៅពីនោះខ្ញុំត្រូវកាត់ចិត្តឃ្លាតឆ្ងាយពីស្រុកកំណើតឃ្លាតឆ្ងាយពីឪពុកម្ដាយបងប្អូននិងត្រូវមកហាលតស៊ូឧបសគ្គនៅក្នុងជីវិតនៅក្នុងទីក្រុងភ្នំពេញដោយសូមការស្នាក់នៅក្នុងវត្តអារាមពឹងទៅលើអាហារដែលព្រះសង្ឃនិមន្តបិណ្ឌបាតជាដើមបានទោះបីជាត្រូវបានឆ្លងកាត់នៅផលលំបាកទាំងនោះដោយខ្លួនឯងក្តីក៏ខ្ញុំនៅតែសូមអរគុណទៅដល់លោកឪពុកអ្នកម្ដាយនិងបងប្អូនញាតិមិត្តទាំងអស់ដែលបាននៅតែបន្តការលើកទឹកចិត្តដល់ខ្ញុំនិងផ្ដល់ឱកាសឲ្យខ្ញុំបានរៀនសូត្រទាំងបទពិសោធន៍នៅក្នុងជីវិតជាក់ស្ដែងរបស់ខ្ញុំនោះខ្ញុំដឹងថាបើសិនជាគាត់គឺមានលុយកាក់គ្រប់គ្រាន់នឹងអាចជ្រើសរើសស្ថានភាពបានពួកគាត់គឺពិតជាមិនចង់ឃើញយើងស្ថិតនៅក្នុងស្ថានភាពលំបាកមិនចង់ឃើញយើងឃ្លាតឆ្ងាយពីពួកគាត់នោះទេដូច្នេះបាទជាខ្ញុំសូមជម្រាបជូនលោកអ្នកថាទាំងអស់គ្នាសូមគំមានការអអន់ស្រពន់ចិត្តចំពោះការដែលយើងបានកើតមកនៅក្នុងក្រុមគ្រួសារដែលក្រីក្រនោះហើយក៏មិនគួរបន្ទោសឪពុកម្ដាយរបស់យើងចំពោះរឿងនេះដែរតែយើងគឺគួរតែបែរគិតថាតែយើងគឺគួរតែធ្វើអ្វីទៀតជាបន្តដើម្បីឲ្យយើងនេះគឺមានចំណេះដឹងក៏ដូចជាចំណេញជាក់លាក់ដើម្បីបង្វែរនៅភាពកំសត់កំរនោះឲ្យคล้ายទៅជាភាពរីករាយនៅក្នុងគ្រួសាររបស់យើងនាពេលអនាគតបាទអរគុណច្រើនចំពោះបាទលោកតារាដែលបានផ្ដល់ជូនបាទរៀបរាប់ជូនបាទអំពីបាទជីវប្រវត្តិបាទសង្ខេបរបស់លោកប្រកបទៅដោយភាពជូរចត់ផ្អែមល្ហែមបាទជាមួយនឹងការតស៊ូបាទស្ថិតនៅក្នុងភាពជាកុមារភាពរបស់លោកបាទខ្ញុំបាទក៏មានសំណួរបន្តបាទដើម្បីចោទសួរទៅលោកចំពោះឪពុកម្ដាយបងប្អូនរបស់លោកវិញតើពួកគាត់បានចូលរួមចំណែកក្នុងភាពជោគជ័យរបស់លោកយ៉ាងណាខ្លះបាទសូមអញ្ជើញលោកបាទឆ្លើយបាទសូមអរគុណសាជាថ្មីចំពោះលោករិទ្ធីដែលបានចោទសំណួរមកកាន់រូបខ្ញុំបាទបន្ថែមពីអ្វីដែលខ្ញុំបានជម្រាបជូនខាងលើគឺមានដូចជាការលើកទឹកចិត្តការប្រឹក្សាយោបល់នោះគឺពួកគាត់បានបង្កើតនៅបរិយាកាសមួយដែលអាចឲ្យខ្ញុំមានអារម្មណ៍មូលអាចផ្ដោតអារម្មណ៍នៅក្នុងការសិក្សាពោលគឺពួកគាត់ពុំមានការឆ្លោះប្រកែកគ្នាគ្មានអំពើហិង្សានៅក្នុងគ្រួសារបងប្អូនចេះស្រឡាញ់និងចែករំលែកគ្នាមិនឈ្នានីសប្រចាំគ្នាជាដើមខ្ញុំក៏សូមផ្ដាំដល់លោកអ្នកដែលជាមាតាបិតាគ្រប់រូបផងដែរថាសូមបង្កនូវភាពងាយស្រួលសម្រាប់បុត្រាបុត្រីដើម្បីឲ្យពួកគាត់នឹងគឺមានពេលវេលានៅក្នុងការរៀនសូត្រឲ្យបានគ្រប់គ្រាន់និងមានអារម្មណ៍ល្អនៅក្នុងការសិក្សាបុត្រធីតាគ្រប់រូបគឺពិតជាត្រូវការនៃការលើកកម្លាំងចិត្តនិងភាពកក់ក្ដៅរបស់លោកអ្នកដែលជាឪពុកម្ដាយដែលជាការចាំបាច់ក៏ដូចជាការបង្កើតនៅបរិយាកាសនៅក្នុងគ្រួសារនិងសុខដុមរមនាជាមួយនឹងអ្នកជិតខាងពិតជាជួយបានជំរុញឲ្យបុត្រធីតាគឺខិតខំប្រឹងប្រែង
ការសិក្សារៀនសូត្រនិងចេះតស៊ូនៅក្នុងជីវិតដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងជីវិតនាថ្ងៃអនាគតផងដែរបាទអត់តោះបងតារាចានិយាយដល់ត្រង់ចំណុចនេះខ្ញុំក៏មានចម្ងល់មួយផងដែរចាថាតើអ្នកក្រីក្រនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះអាចទទួលបាននៅភាពជោគជ័យនៅក្នុងជីវិតដែរឬទេចាបើសិនជាអាចហ្នឹងតើមានកត្តាអ្វីខ្លះទៅដែលអាចជួយឲ្យមានដូចថាភាពជោគជ័យនោះចាបាទសូមអរគុណច្រើននៅសំណួររបស់បងអូនស្រីនារីបាទតាមរយៈការយល់ឃើញនឹងបទពិសោធន៍របស់ខ្ញុំសូមជូនជាគំនិតចូលរួមចំណែកមួយចំនួនទោះបីជាបាទសំណួរនោះធំពីបាទនឹងធ្វើការបកស្រាយនៅក្នុងរយៈពេលខ្លីក៏ដោយចុះចំពោះខ្ញុំបាទផ្ទាល់ជាដំបូងយើងក៏សូមកំណត់នៅព្រំដែនអត្ថន័យរបស់ពាក្យជោគជ័យជាមុនសិនសម្រាប់ការសម្រេចបាននៅអ្វីដែលជាផែនការគោលដៅរបស់យើងដោយពំជះផលអវិជ្ជមានទៅដល់អ្នកនៅជុំវិញខ្លួននិងបរិស្ថានផងដែរបាទវាគឺជាជោគជ័យដែលមានរយៈពេលយូរអង្វែងមិនសំដៅតែទៅលើការមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេត្រូវតែមាននិរន្តរភាពខាងផ្នែកហិរញ្ញវត្ថុផងដែរបាទជាពិសេសបាទគ្រប់បុគ្គលគ្រប់រូបតែងតែអាចទទួលបាននូវភាពជោគជ័យមិនថាបច្ចុប្បន្នយើងជាអ្នកមានឬក៏ជាអ្នកក្រនោះទេគាត់ត្រូវមានការសង្ឃឹមនៅក្នុងជីវិតនិងមានការគិតត្រូវសម្រាប់ជីវិតផងដែរបាទមួយវិញទៀតនោះគាត់ត្រូវតែមានគោលដៅយុទ្ធសាស្ត្រនិងអនុវត្តនូវយុទ្ធសាស្ត្រឲ្យបានចេញជាលទ្ធផលវិជ្ជមានការសេពគប់ជាមួយនឹងមនុស្សដែលទទួលបាននូវជោគជ័យឲ្យបានច្រើនរៀនសូត្រអំពីពួកគាត់ចំណែកក្រុមគ្រួសារក៏សូមផ្ដល់បរិយាកាសអំណោយផលដល់រូបគាត់ក្នុងនាមជាការលើកទឹកចិត្តជាដើមបាទតាមពិតទៅគឺនៅមានរឿងជាច្រើនទៀតប៉ុន្តែដល់ពេលវេលាខ្លីខ្ញុំបាទក៏សូមជម្រាបជូនកញ្ញានារីត្រឹមតែប៉ុណ្ណេះបាទសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបាទលោកផ្កាយតារាដែលបានចំណាយពេលវេលាដ៏មានតម្លៃបាននៅក្នុងការចូលរួមចែករំលែកនៅបទពិសោធន៍ផ្ទាល់ខ្លួនដល់ប្រិយមិត្តអ្នកស្ដាប់បាទហើយក៏ដល់ពេលវេលាដែលខ្ញុំមិនរំខានដល់ពេលវេលារបស់លោកបន្ថែមនោះទេអញ្ចឹងខ្ញុំនិងនារីសូមជម្រាបលាលោកសិនហើយបើសិនជាមានឱកាសយើងនឹងបានជួបគ្នាម្ដងទៀតបាទសូមអរគុណច្រើនចំពោះលោករិទ្ធីក៏ដូចជាកញ្ញានារីបាទហើយសង្ឃឹមថានៅពេលក្រោយៗទៀតបើសិនជាកម្មវិធីរបស់លោករិទ្ធីរួមជាមួយនឹងកញ្ញានារីទាមទារវត្តមានខ្ញុំបាទនៅក្នុងការផ្ដល់អ្វីដែលជាអត្ថប្រយោជន៍បន្ថែមនោះក៏សូមពេញចិត្តនិងស្វាគមន៍ផងដែរចាស់បងរិទ្ធខ្ញុំគិតថាលោកតារាពិតជាបុគ្គលមួយរូបចាស់ដែលមានការតស៊ូនៅក្នុងជីវិតពិតមែនចា៎បាទមែនហើយនារីចាសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនឹងលុយសារជាថ្មីម្ដងទៀតចាអំបញ្ញមិញនេះរឿងខ្លីរបស់យើងគឺពិតជាមានអត្ថន័យមែនតែនហើយនៅពេលដែលខ្ញុំស្ដាប់រឿងខ្លីយើងអំបញ្ញមិញហើយមានអារម្មណ៍ថាលោកតារាគឺជាបុគ្គលមួយដែលតស៊ូមែនតែនហើយជាពិសេសខ្ញុំចាប់អារម្មណ៍ត្រង់សំណួររបស់នារីព្រោះអីខ្ញុំចង់ដឹងដូចនារីដែរគាត់ថាតើបុគ្គលអ្នកក្រហ្នឹងគាត់អាចទទួលបានជោគជ័យដូចជាអ្នកមានណែអត់ហើយបុគ្គលយើងធ្វើយ៉ាងម៉េចទើបអាចទទួលបានជោគជ័យនៅក្នុងជីវិតទៅបងចាចង់សួរទៅបងបុរាណតិចបងអាចជួយបកស្រាយត្រង់ចំណុចនឹងតិចបានទេបងបាទពាក្យដែលថាជោគជ័យនេះបងលើកឡើងគឺវាអាស្រ័យទៅលើបុគ្គលម្នាក់អាចឲ្យអត្តន័យប៉ុន្តែជាអត្តន័យរួមដែលខ្លួនខ្ញុំផ្ទាល់ក៏ដូចជាការស្រាវជ្រាវទៅលើជីវិតជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ដូចទូទាំងពិភពលោកនេះគឺយើងឃើញថាការឲ្យនិយមន័យមួយរួមដែលមានលក្ខណៈជាសកលហើយស្របទៅនឹងច្បាប់ធម្មជាតិនោះគឺថាការជោគជ័យនេះគឺជាការសម្រេចបាននៅអ្វីដែលជាគោលបំណងរបស់យើងនៅក្នុងជីវិតដែលយើងសប្បាយរីករាយយើងមានសេចក្តីសុខហើយមិនមានផលប៉ះពាល់ជាអវិជ្ជមានទៅដល់អ្នកជុំវិញនឹងបរិយាកាសផែនដីដែលយើងកំពុងតែឈរជើងនៅលើហ្នឹងហើយដើម្បីឲ្យកាន់តែល្អិតទៅលើអត្ថន័យនៃពាក្យជោគជ័យនេះទៀតនេះគឺយើងដឹងហើយថាក្រុមគ្រួសារបើយើងក៏លេចមើលក្រុមគ្រួសារទាំងឡាយនៅក្នុងពិភពលោកគឺថាមានបុគ្គលខ្លះគាត់ទទួលបាននៅភាពជោគជ័យខ្លាំងទទួលបាននៅសេចក្តីសុខខ្លាំងអ្នកខ្លះមធ្យមទទួលបានសេចក្តីសុខមធ្យមអ្នកខ្លះគាត់មានទុក្ខច្រើនចឹងអាសុខនិងទុក្ខនេះវានៅជាមួយគ្នានៅក្នុងជីវិតតែម្ដងអញ្ចឹងតែយើងមើលក៏លេចមើលជីវិតដែលជោគជ័យឬក៏មិនជោគជ័យឬក៏សុខឬក៏ទុក្ខនោះទៅលើចំណុចអីខ្លះចំពោះដែលការស្រាវជ្រាវក៏ដូចជាការសិក្សាពីជីវិតផ្ទាល់ខ្លួននេះខ្ញុំឃើញថាយើងអាចចែកចេញជា8ចំណែកបើយើងចង់វាស់វែងជោគជ័យពិតប្រាកដរបស់យើងនៅលើផែនដីនេះពីជីវិតដែលយើងនិយាយអំពីជីវិតណាជីវិតដែលជោគជ័យនេះគឺមាន8ចំណុច
ទី1គឺយើងផ្ដោតទៅលើភាពជោគជ័យផ្នែកសុខភាពសុខភាពយើងអ្នកណាក៏ចង់ជោគជ័យផ្នែកសុខភាពដែរណាកុំភ្លេចកន្លែងហ្នឹងសុខភាពជារឿងសំខាន់មួយសុខភាពជារឿងចម្បងទី2យើងចង់ជោគជ័យលើផ្លូវអារម្មណ៍យើងណាអារម្មណ៍យើងមួយថ្ងៃ24ម៉ោងដង្ហើមពេលចូលរបស់យើងតែយើងមានអារម្មណ៍យ៉ាងម៉េចតែយើងមានអារម្មណ៍សុខដែរឬទេចាសុខសប្បាយដែរទេសុខស្រួលដែរឬទេបាទអញ្ចឹងអានេះគឺជាជោគជ័យមួយទៀតដែលបុគ្គលជាច្រើនគឺគាត់មានបញ្ហាទៅលើការទទួលបាននៅសេចក្តីសុខឬក៏ទុក្ខទៅលើផ្លូវអារម្មណ៍នេះចាបាទទី3គឺតកតងទៅនឹងជោគជ័យទៅលើផ្លូវគំនិតដែលគេថាមានគតិបណ្ឌិតណាគំនិតទលាយនៅក្នុងការគិតទៅវាមិនសុញបាទគិតទៅគឺថាមានដំណោះស្រាយគិតទៅវិជ្ជមានគិតទៅគឺថាមិនធ្វើឲ្យគូក្បាលយើងនឹងគេថាកញ្ញាញ់ខួរទេបាទកញ្ញាញ់អញ្ចឹងបាទអានេះគឺជាជោគជ័យនៅផ្លូវគំនិតចាហើយមួយទៀតជោគជ័យដែលគេកំណត់ផងដែរនោះគឺជោគជ័យទៅលើគេហៅផ្លូវព្រលឹងវិញ្ញាណបាទដោយសារតែបុគ្គលម្នាក់គឺថាមានជាប់មកនៅព្រលឹងវិញ្ញាណជាមួយនឹងតួខ្លួនរបស់យើងណាដែលយើងមកហើយយើងទៅវិញអាហ្នឹងវានឹងទៅដែរអញ្ចឹងវាអានេះវាអាស្រ័យទៅលើថាការយល់ឃើញត្រូវនិងក៏ដូចជាការជំនឿរបស់បុគ្គលម្នាក់បាទចំណុចមួយទៀតតកតងទៅនឹងជោគជ័យផងដែរនោះគឺជោគជ័យហិរញ្ញវត្ថុបាទសំខាន់បាទអា4មុនជារឿងផ្ទាល់ខ្លួនហើយខាងក្នុងខ្លួនជាមួយនឹងខ្លួនតែអាហិរញ្ញវត្ថុនេះជាជោគជ័យមួយទៀតខាងក្រៅខ្លួនបាទហើយរបស់ក្រៅខ្លួននេះប៉ុន្តែវាក៏សំខាន់ដែរចាបាទប្រសិនបើយើងគិតថាអត់សំខាន់មានបុគ្គលខ្លះនិយាយថាលុយមិនសំខាន់ទេប៉ុន្តែបើអត់លុយក៏ពិបាករស់នៅដែរអញ្ចឹងកន្លែងនេះដែលគេតែងតែបោះវែងនៅផ្នែកហិរញ្ញវត្ថុថាអ្នកមានអ្នកមធ្យមអ្នកក្របាទអាហ្នឹងគឺថាជោគជ័យផ្នែកហិរញ្ញវត្ថុបាទហើយជោគជ័យមួយទៀតនោះគឺជោគជ័យនៅក្នុងសម្ព័ន្ធភាពគ្រួសារដោយសារតែយើងបុគ្គលម្នាក់នេះជីវិតយើងមួយម្នាក់នេះគឺថាត្រូវតែមានគូស្រករត្រូវតែមានកូនចៅក្រុមគ្រួសារអញ្ចឹងក្រៅពីអស់នោះដែលខ្ញុំលើកឡើងហើយនោះគឺថាតកតងទៅនឹងជោគជ័យនៅសម្ព័ន្ធភាពគ្រួសារតែយើងមិនមែនជោគជ័យតែហិរញ្ញវត្ថុដោយក្រុមគ្រួសារសពិសបៈញ៉ៃញ៉ៃជួនកាលមានអំពើហិង្សាជាដើមអាហ្នឹងគឺយើងអត់ជោគជ័យនៅក្នុងជីវិតរបស់យើងពេញលេញទេចាបាទមួយទៀតដោយសារតែយើងជាបុគ្គលដែលនៅក្នុងសង្គមយើងមានទំនាក់ទំនងជាមួយនឹងអ្នកជុំវិញសិស្សរួមតែគេថាមិត្តភ័ក្តិរួមថ្នាក់មិត្តរួមការងារឬក៏អ្នកជិតខាងឬក៏អ្នកនៅក្នុងសង្គមទាំងមូលឬក៏ប្រទេសជិតខាងនេះយើងត្រូវមានភាពជោគជ័យនៅក្នុងសម្ព័ន្ធភាពសង្គមបាទអាហ្នឹងគឺថាជាលក្ខណៈស្របទៅនឹងធម្មជាតិដែរបាទហើយយើងជោគជ័យអានេះកាន់តែច្រើនយើងហិរញ្ញវត្ថុក៏កើនឡើងច្រើនបាទហើយមួយទៀតចំណុចចុងក្រោយដែលជាជោគជ័យប្រហែលជាឥឡូវនេះគឺថាមានការយកចិត្តទុកដាក់ខ្លាំងដែរតកតងទៅនឹងជោគជ័យជាមួយនឹងសម្ព័ន្ធភាពបរិយាកាសផែនដីដែលបងដែលឮគេនិយាយអំពីបរិស្ថានបាទហ្នឹងហើយដោយសារតែហេតុអីបានគេយកបរិស្ថានមកជជែកដោយសារតែបរិស្ថានមានបញ្ហាយើងឃើញនៅពេលដែលមានគ្រោះមហន្តរាយផ្សេងកើតឡើងឬក៏កម្ដៅនៅក្នុងពិភពលោកនោះមានការកើនឡើងទឹកជំនន់អីជាដើមគឺថានេះវាជារឿងបរិស្ថានវាជារឿងផែនដីជារឿងបរិយាកាសផែនដីដែលយើងឈរនៅលើហ្នឹងបាទបើសិនតែយើងអត់មានសម្ព័ន្ធភាពល្អជាមួយនឹងផែនដីហ្នឹងទេយើងប្រកាសជាមានបញ្ហាបើសិនតែយើងមិនឥឡូវទេក៏ទៅក្រោយទៀតសម្រាប់កូនចៅយើងជំនាន់ក្រោយទៀតអញ្ចឹងនេះជាជោគជ័យរួមដែលខ្ញុំគិតថាជាការយកចិត្តទុកដាក់ជាការយល់ឃើញត្រូវព្រោះការដែលដឹងថាជោគជ័យនោះជាអ្វីពិតប្រាកដនោះបានយើងធ្វើទៅតាមហ្នឹងដែរពួកបុគ្គលដែលយល់ឃើញនៅរបៀបណានោះក៏ប្រព្រឹត្តនៅរបៀបនោះដែរខ្ញុំតែងតែលើកឡើងអំពីគុណភាពជីវិតណាដែលមនុស្សជាច្រើននិយាយថាហេតុអីបានអ្នកនេះមានហេតុអីបានអ្នកនេះក្រហេតុអីអ្នកនេះមានសេចក្តីសុខហេតុអីបានអ្នកនេះមិនមានសេចក្តីសុខថាតើមូលហេតុអ្វីជាការសរុបរួមគឺថាគុណភាពជីវិតរបស់បុគ្គលម្នាក់វាអាស្រ័យទាំងស្រុងទៅលើគុណភាពនៃការសម្រេចចិត្តធ្វើរបស់បុគ្គលម្នាក់គ្រប់វិនាទីទាំងអស់បងយល់ចឹងបងសម្រេចចិត្តក្នុងការធ្វើអីនោះវានឹងបានផលចេញមកជាគុណភាពជីវិតបាទ
ហើយសួរថាតើគុណភាពនៃការសម្រេចចិត្តយើងវាអាស្រ័យលើអីទៀតវាអាស្រ័យទៅលើគុណភាពនៃការគិតរបស់យើងគិតឲ្យបើយើងសម្រេចចិត្តមែនទេបងចាត្រឹមត្រូវបងតោគិតឲ្យបានសម្រេចចិត្តបាទតើយើងគិតប៉ុន្តែបញ្ហាបុគ្គលខ្លះគិតទៅសាញ់បាទគិតទៅអត់ឃើញអ្នកខ្លះគិតទៅឃើញតែអវិជ្ជមានគិតតែបញ្ហាខ្ជិលគិតតែម្ដងណាអ្នកខ្លះថាគិតដែរមិនគិតទេគិតដេកក៏គិតដើរក៏គិតណាប៉ុន្តែគិតមិនចេញចាគិតមិនចេញជាលទ្ធផលអីមួយបាទអញ្ចឹងតើយើងសួរថាតើគុណភាពនៃការគិតវាអាស្រ័យលើអីទៀតវាអាស្រ័យទៅលើគុណភាពនៃព័ត៌មានដែលយើងមានគុណភាពព័ត៌មានដែលយើងមានតែពិតយើងគិតបញ្ចេញយើងគិតមិនឃើញគឺដោយសារតែព័ត៌មានដែលយើងមាននៅក្នុងគំនិតរបស់យើងហ្នឹងឯងអញ្ចឹងព័ត៌មាននោះគឺជាអ្វីដែលយើងស្រូបយកមកដាក់នៅក្នុងខួរក្បាលយើងហ្នឹងជាអ្វីដែលយើងដឹងអ្វីដែលយើងឮពីបរិយាកាសជុំវិញដែលយើងស្រូបយកមកហ្នឹងអញ្ចឹងអានេះជាកត្តាដែលធ្វើឲ្យមានគុណភាពអញ្ចឹងព័ត៌មានរបស់យើងកម្មវិធីយើងថ្ងៃនេះក៏ដូចជារៀងរាល់ថ្ងៃសៅរ៍អាទិត្យគឺនឹងធ្វើការចែករំលែកជូននៅព័ត៌មានល្អៗដើម្បីឲ្យជាបច្ច័យចែករំលែកក្នុងការបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ជាគ្រឿងផ្សំជាព័ត៌មានក្នុងការយកទៅគិតបាទកុំឲ្យសាញ់ចាតែពេលដែលគាត់គិតល្អសម្រាប់ចិត្តល្អធ្វើល្អបានផលល្អគឺទទួលបានជោគជ័យនៅក្នុងជីវិតផងដែរចាចានេះខ្ញុំសូមអរគុណដល់បងបារ៉េសម្រាប់ការបកស្រាយក៏ដូចជាការផ្ដល់នៅគំនិតល្អមកដល់កម្មវិធីរបស់យើងក៏ដូចជាការចែកជូននៅបទពិសោធន៍ល្អជូនដល់ប្រិយមិត្តអ្នកស្ដាប់យើងផងដែរចាហើយដោយសារតែរឿងរបស់យើងអំបញ្ញមិញហ្នឹងគឺឆ្លុះបញ្ចាំងពីជីវិតនៃការតស៊ូរបស់លោកផ្កាយតារាដែលយើងឃើញថាគាត់គឺជាអ្នកដែលកើតមកនៅក្នុងតកូលដែលក្រីក្រប៉ុន្តែគាត់មានការជំរុញនិងលើកទឹកចិត្តនិងគួបផ្សំជាមួយនឹងបរិយាកាសជុំវិញដូចបងបានលើកអំបញ្ញមិញ8ចំណុចដែលសំខាន់ចាអញ្ចឹងដោយសារតែបងជាវាគ្មិនកិត្តិយសហើយតាមខ្ញុំដឹងបងគឺជាបុគ្គលមួយរូបដែលជោគជ័យនៅក្នុងកិច្ចការងារក៏ដូចជាជីវិតផងដែរអញ្ចឹងចង់សួរពីជីវប្រវត្តិបងខ្លះថាតើកន្លងមកបងទទួលផលវិបាកអ្វីខ្លះតម្រាំតែបងទទួលបានជោគជ័យដោយសពថ្ងៃនេះចាបាទបងចង់ផ្សារភ្ជាប់សាច់រឿងបងទៅនឹងសាច់រឿងរបស់លោកតារាចាចង់ឲ្យបងចែករំលែកនៅបទពិសោធន៍ល្អៗថាធ្វើមិនបានបងអាចទទួលបានជោគជ័យនៅក្នុងជីវិតដូចសពថ្ងៃនេះបងបាទអរគុណច្រើនបងតាមពិតស្ដាប់រឿងរបស់លោកតារាអំបញ្ញមិញគឺទោះបីជាមិនដូចទាំងអស់មិនដូចគ្នាទាំងអស់ក៏ប៉ុន្តែស្តៀងប្រហែលជា 70% ដែរ70% ដែរ70% ដែរដែលស្តៀងនឹងរឿងអ្វីដែលលោកតារានៅក្នុងរឿងសាច់រឿងដែលបានបង្ហាញមិញតាមពិតទៅខ្ញុំក៏ជាកូនគេថាកើតចេញពីតកូលក្រុមគ្រួសារក្រីក្រម្នាក់ដែរដែលចេញពីខេត្តកំពង់ធំមកដល់កណ្ដាលកំពង់ធំបងខេត្តកំពង់ធំបាទហើយតាមពិតវាមានការលំបាកដែរនៅក្នុងក្រុមគ្រួសារយើងដែលខ្វះខាតនៅហិរញ្ញវត្ថុណាយើងប្រកាសថាយើងអាចរស់បានដូចគេដែរឯងណាយើងមានតិចយើងញ៉ាំតិចយើងមានល្មមយើងញ៉ាំល្មមមានច្រើនញ៉ាំច្រើនប៉ុន្តែយើងក៏បាត់បង់នៅឱកាសមួយចំនួនបាត់បង់នៅសក្តានុពលមួយចំនួនតាមរយៈដែលយើងខ្វះខាតក៏ប៉ុន្តែខ្ញុំគិតថាបទពិសោធន៍អាការលំបាកដែលឆ្លងកាត់នៅការលំបាកក្នុងភាពក្រីក្រវាមិនមែនជាចំណុចចុងក្រោយជាលទ្ធផលចុងក្រោយរបស់ជីវិតរបស់យើងទេប៉ុន្តែផ្ទុយទៅវិញវាផ្ដល់នៅគេថាភាពខ្លាំងផ្ដល់នៅមូលដ្ឋានគ្រឹះល្អសម្រាប់យើងក្នុងការលូតលាស់ជាពិសេសខ្លួនខ្ញុំផ្ទាល់អញ្ចឹងពេលដែលខ្ញុំនៅពីតូចដោយសារតែយើងខ្វះនៅហិរញ្ញវត្ថុនៅក្នុងក្រុមគ្រួសារនោះគឺខ្ញុំបុគ្គលខ្ញុំផ្ទាល់ក៏ជួយឪពុកម្ដាយបាទជួយឪពុកម្ដាយក្នុងការលក់នៅគេថាលក់នំចំណីចឹងដែរបងបាទលក់បារីលក់នំលក់ស្អីចឹងទៅបាទមានលក់ទាំងអេតចាយទៀតណាបាទចុះពាក់ព័ន្ធជាមួយនឹងផលវិបាករបស់គាត់ដែរតើបងមានធ្លាប់ដែរបន្ទោសឪពុកម្ដាយរបស់បងក្រុមគ្រួសាររបស់បងតាក់ទងជាមួយនឹងរឿងនឹងដែរទេបងតាមពិតយើងពីវាអញ្ចឹងបាទថាក្មេងគឺក្មេងជំទង់ចាស់គឺចាស់ក្មេងធ្លាប់ចាស់មិនធ្លាប់ក្មេងអញ្ចឹងនៅពេលដែលយើងនៅក្មេងពេលខ្លះអារម្មណ៍របស់យើងឬកំណត់យើងនៅខ្ចីណាចេះតែប្រៀបធៀបគេឯងយើងមិនគេមានគេក្រហើយយើងក៏ក្រយើងអីចឹងហើយយើងមានការអន់ចិត្តទូចិត្តអីណាក៏ប៉ុន្តែនៅពេលដែលយើងចាស់ទុំយើងចូលដល់ជំទង់ចូលដល់ពេលដែលយើងចូលដល់ឋានៈវ័យមួយគេថាចូលវិទ្យាល័យចូលមហាវិទ្យាល័យហ្នឹងគឺយើងចេះគិតទៅគឺយើងឃើញថា
ការដែលយើងនៅពីក្មេងនោះយើងគិតខុសចាតាមពិតក្រុមគ្រួសារយើងកើតមកក្នុងគ្រួសារណាយើងត្រូវទទួលយកនៅភាពពិតហ្នឹងណាហើយយើងមើលថាយើងចង់ទៅណាទៀតពេលខាងមុខតែយើងមានអីបច្ចុប្បន្ននេះយើងខ្លាំងអីយើងខ្សោយអីអញ្ចឹងខ្ញុំប្រវត្តិរបស់ខ្ញុំពេលដែលក្នុងឆ្នាំ93បើតាមខ្ញុំចាំគឺពេលអ៊ុនតាក់មកហ្នឹងខ្ញុំពេលហ្នឹងខ្ញុំចូលដល់ថ្នាក់បាក់ឌុបដែរថ្នាក់បាក់ឌុបខ្ញុំគិតថាបងប្អូនជាច្រើនឆ្លងកាត់បាក់ឌុបអញ្ចឹងអ្នកដែលចប់ចូលនៅក្នុងបាក់ឌុបនោះមានអារម្មណ៍ថាអូអនាគតខ្ញុំទៅណាទេមិនដឹងជារៀនចប់នឹងធ្វើអីទេហើយបើកលេចមើលនៅក្នុងគេថាក្រុមគ្រួសារយើងហិរញ្ញវត្ថុយើងខ្សោយហើយយើងចង់មានក្រុមគ្រួសារមួយមិនដឹងថាទៅដណ្ដឹងគេបានអត់បើយើងអត់មានហិរញ្ញវត្ថុបាទយើងគិតដល់នឹងទៀតខ្ញុំគិតថាមនុស្សទាំងអស់គឺប្រកាសជាគិតរឿងហ្នឹងដែរបាទប៉ុន្តែយើងបារម្ភពេលហ្នឹងយើងបារម្ភដោយសារយើងអត់មានគេថាភាពរឹងមាំហិរញ្ញវត្ថុក្នុងក្រុមគ្រួសារណាអញ្ចឹងយើងបារម្ភប៉ុន្តែបារម្ភទៅឃើញថ្ងៃមួយឃើញអ៊ុនតាក់ហើយបងប្អូនខ្មែរយើងដែលគាត់ធ្វើការជាតកងឡានបើកបរអ៊ុនតាក់ណាគាត់លាបពាក់យ៉ាងស្អាតគាត់បើកឡានយ៉ាងសង្ហាលយមែនតើហើយខ្ញុំបានមានឱកាសទៅជែកលេងជាមួយគាត់សួរគាត់ទៅគាត់ធ្វើការហ្នឹងគាត់ចេះភាសាអង់គ្លេសចេះអីចឹងហើយបានប្រាក់ខែដូចជា$150ហើយ$150ពេលហ្នឹងគឺច្រើនដែរបាទហើយខ្ញុំសួរគាត់ថាបងធ្វើម៉េចដើម្បីធ្វើការបានគាត់ថាមានអីពិបាកអូនប្រឹងរៀនចេះភាសាអង់គ្លេសទៅអាចធ្វើបានហើយអញ្ចឹងខ្ញុំក៏នឹកឃើញថាអូនេះជាឱកាសមួយបាទព្រោះខ្ញុំអត់អាចធ្វើអីផ្សេងទៀតបានអត់មានមកដើមទុនអីក្នុងការរកស៊ីច្រើនក្នុងការរកស៊ីធំដុំដូចគេអញ្ចឹងដើមទុនរបស់ខ្ញុំគឺពេលវេលាខ្ញុំខ្លួនខ្ញុំធ្វើម៉េចរៀនឲ្យចេះហើយគោលបំណងខ្ញុំពេលនោះគឺចង់ខ្លាចជាអ្នកបើកបរឡានឲ្យអ៊ុនតាក់ដូចគាត់អញ្ចឹងដែរអញ្ចឹងគាត់ជាវីរៈបរិះរបស់ខ្ញុំនៅពេលនោះវីរៈបរិះហើយជាអ្នកផ្ដល់ព័ត៌មានដ៏ល្អដល់បងទៀតអញ្ចឹងពេលនោះខ្ញុំគិតថាអូមានផ្លូវគឺខំរៀនធ្វើម៉េចរៀនឲ្យតែចេះខាងតែចេះឲ្យខាងតែបានហ្នឹងហើយយ៉ាងហោចណាស់ក៏យើងបានបើកឡានចឹងហ្នឹងគោលបំណងទី1ពេលដែលចប់បាក់ឌុបចូលមកទីក្រុងភ្នំពេញរៀនថ្មីទៀតណាដោយសារបានចាប់ព័ត៌មានថ្មីទៀតឃើញបរិយាកាសថ្មីហើយយើងអត់ដែលបានចូលភ្នំពេញដូចអ្នកស្រែចូលក្រុងអញ្ចឹងគឺខ្ញុំធ្លាប់មើលរឿងកុនអ្នកស្រែចូលក្រុងណាឃើញថាមានរឿងរ៉ាវជាច្រើនស្តៀងគ្នាហើយមានរឿងខ្លះដែលយើងអត់ធ្លាប់ធ្វើហើយយើងធ្វើទៅវាជារឿងគួរឲ្យសើចចង់សើចណារហូតដល់យើងបានដឹងអំពីកិច្ចការរឿងរ៉ាវកើតឡើងច្រើននៅទីក្រុងភ្នំពេញខ្ញុំនៅទីក្រុងភ្នំពេញដំបូងគឺមានការលំបាកដែរទី1ខែទី1យើងដឹងហើយថាយើងនៅជាមួយបងប្អូនណាហើយគាត់ចិត្តល្អប៉ុន្តែយើងខ្លួនដូចថាយើងអ្នកនៅជាមួយគឺយើងតែងតែខ្លាចចិត្តបាទខ្លាចចិត្តរអ៊ីចិត្តហើយខែទី1ឪពុកម្ដាយយើងគឺដាក់លុយមកឲ្យច្រើនហ្មងបាទហើយយើងថាយើងអត់សូវចាប់អារម្មណ៍រឿងហិរញ្ញវត្ថុដល់ខែទី2តិចទៅបាទមានការបារម្ភហើយមានការចាប់អារម្មណ៍មិនបានតិចជាងមុនបាទអញ្ចឹងធ្វើឲ្យយើងមានការគិតពិបាកចិត្តច្រើនអញ្ចឹងខិតខំក្នុងការដែលធ្វើការដែលរស់នៅក្នុងភ្នំពេញហ្នឹងឆ្លៀតបង្កើតមុខរបរពេលហ្នឹងចាប់បានបង្កើតមុខរបរចាស់ដែលធ្លាប់ធ្វើនៅខេត្តកំពង់ធំមកធ្វើជាអ្នកឧតកាតនៅមុខសាលាស្ទឹងមានជ័យពេលដែលធ្វើអញ្ចឹងទៅក៏បានហិរញ្ញវត្ថុតិចតួចជួយបាទរៀនបណ្ដាជិះកង់ទៅរៀនបាទហើយចៃដន្យក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅនៅសាកលវិទ្យាល័យមហាសេននៅខេត្តព្រៃវែងហើយពេលនោះគឺថាចាប់ផ្ដើមខំរៀនសូត្រហើយរៀនរហូតបានចំណាត់ថ្នាក់ល្អបាទដោយសារតែយើងតាំងចិត្តណាយើងដឹងថាអាហ្នឹងមានតែហ្នឹងទេបានជួយយើងបានអត់មានអីផ្សេងជួយយើងទេយើងគិតឃើញអញ្ចឹងយើងអត់មានពឹងអីទេពឹងតែរឿងខំរៀនរកវិធីសាស្ត្ររៀនឲ្យល្អរៀនតិចបានផលច្រើនហើយស្គាល់អ្នកដែលរៀនបកកាយហ្នឹងឲ្យច្រើនគឺថាយើងបានទទួលបានចំណាត់ថ្នាក់ល្អក្នុងការរៀនហើយរហូតដល់ចូលមកប្រឡូកនៅក្នុងសង្គមបាទធ្វើកិច្ចការជាដំបូងហ្នឹងជាសាវនករទីក្នុងជាសាវនករមិនទៅសាវនករ auditor ជាសាវនកររបស់ក្រុមហ៊ុន Ernst & Young ហើយប្រឹងប្រែងធ្វើការទៀតហើយពេលនោះក៏រៀនច្រើនដែរព្រោះយើងអត់ដែរប្រឡូកនៅក្នុងការងារណាចាបងទទួលបានការងារតែបងនៅតែខំប្រឹងប្រែងរៀនបន្តទៀតបាទពេលនោះពេលដែលខ្ញុំចូលមករៀនមហាវិទ្យាល័យរៀនគណនេយ្យបាទរៀនគណនេយ្យពេលនោះខ្ញុំគិតថាអូមិនអាចធ្វើតែបើកបរឡានទេអាចធ្វើជា
ប្រធានហិរញ្ញវត្ថុអី ចាប់ផ្ដើមដូរគោលដៅទៀតតែសារព័ត៌មានថ្មីចាព័ត៌មានថ្មីដល់ចូលមកទីក្រុងភ្នំពេញមើលឃើញថាមិនគ្រាន់តែធ្វើជាប្រធានហិរញ្ញវត្ថុទេតែអាចធ្វើជាអ្វីបន្តទៀតធ្វើជាប្រធានក្រុមហ៊ុនបានទៀតណាគិតឃើញដោយសារតែយើងមកយើងស្គាល់បរិយាកាសចាបាទអញ្ចឹងក្នុងដំណាក់កាលមួយវាសិតតែមានការលំបាកទាំងអស់ទៅរៀននៅមហាវិទ្យាល័យក៏លំបាកប៉ុន្តែចូលមកប្រឡូកក្នុងការងាររឹតតែលំបាកទៅទៀតតែយើងអត់ធ្លាប់គិតទុកពីមុនមកយើងធ្លាប់គិតថាធ្វើការស្រួលណាប៉ុន្តែមិនមែនណាមកគឺថាត្រូវធ្វើការមួយមនុស្សច្រើនប្រភេទហើយមួយអតិថិជនក៏ច្រើនអ្នកពាក់ព័ន្ធក៏ច្រើនហើយត្រូវតម្រូវចិត្តមនុស្សក៏ច្រើនគឺថាមានការលំបាកច្រើនដែរអញ្ចឹងនេះជាចំណុចដែលរៀនសូត្រពីមួយដំណាក់កាលហើយខ្ញុំមើលឃើញថាក្នុងនាមជាបុគ្គលម្នាក់ដែលចេញពីក្រុមគ្រួសារក្រីក្រដែរហើយដែលនាំបណ្ដាលចិត្តឲ្យខ្ញុំប្រឹងប្រែងរហូតទៅដល់បង្កើតនៅកម្មវិធីថ្ងៃនេះណាកម្មវិធីជីវិតនឹងលុយគឺថាមានការពាក់ព័ន្ធនេះយ៉ាងសំខាន់តែម្ដងខ្ញុំគិតថាបុគ្គលគ្រប់រូបសុទ្ធតែអាចទទួលបានភាពជោគជ័យឲ្យតែគិតត្រូវឲ្យតែមានព័ត៌មានត្រូវគិតត្រូវសម្រេចចិត្តត្រូវធ្វើត្រូវបាទអញ្ចឹងមិនមែនមានន័យថាសូម្បីតែបង្កើតឡើងនៅមុខរបរមិនមានថាតតែត្រូវការហិរញ្ញវត្ថុច្រើននោះទេប៉ុន្តែអាចចាប់ដើមពីតិចមកបានប៉ុន្តែត្រូវចេះដឹងរបៀបប្រើប្រាស់ហិរញ្ញវត្ថុតិចហ្នឹងយ៉ាងម៉េចដើម្បីធ្វើបាននៅមុខរបរវែងឆ្ងាយទៅមុខទៀតបាទអញ្ចឹងតាមពិតដោយសារពេលវេលាខ្លីខ្ញុំគិតថាខ្ញុំសង្ខេបប៉ុណ្ណេះសិនហើយចាំយើងអាចពិភាក្សាលើកក្រោយទៀតចាប្រិយមិត្តទាំងអស់គ្នាពិតជាបានស្ដាប់នៅប្រសាសន៍ដ៏មានន័យរបស់បងបូរ៉េរួចហើយតកតងជាមួយនឹងជីវប្រវត្តិរបស់គាត់ឃើញថាអ្វីត្បិតតែបុគ្គលម្នាក់កើតចេញមកពីប្រភពអ្នកក្រីក្រប៉ុន្តែពួកគាត់នៅតែអាចទទួលបានជោគជ័យគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងពីបុគ្គលម្នាក់នឹងផ្ទាល់តែម្ដងចាប្រិយមិត្តទាំងអស់គ្នាឆ្លៀតក្នុងឱកាសពេលនេះនាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្ររបស់យើងគឺស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit វិជាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណី Fund អន្តរជាតិដែលបានជួយឧបត្ថម្ភគាំទ្រដើម្បីឲ្យកម្មវិធីនេះដំណើរការទៅយ៉ាងរលូននិងមានឱកាសនៅក្នុងការផ្ដល់នូវចំណុចល្អៗដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរចាអញ្ចឹងនៅក្នុងគណៈពេលនេះតើបងមានអ្វីចង់ផ្ដាំផ្ញើទៅកាន់ប្រិយមិត្តអ្នកស្ដាប់យើងបន្ថែមទៀតទេបងថាតែកម្មវិធីរបស់យើងហ្នឹងគឺនឹងជួយអ្វីខ្លះដល់ពួកគាត់បន្ថែមទៀតហើយជួយលើកទឹកចិត្តឲ្យគាត់ជួយស្ដាំទាំងអស់គ្នាដើម្បីឲ្យគាត់បានទទួលនៅអ្វីដែលល្អៗពីកម្មវិធីផងដែរចា៎បាទដោយសារតែខ្ញុំមានបទពិសោធន៍ចេញពីក្រុមគ្រួសារមួយដែលក្រីក្រហើយក៏ជាបុគ្គលម្នាក់ដែលចាប់ផ្ដើមនៅមុខរបរដែលមានដើមទុនតិចហើយធ្លាប់ឆ្លងកាត់នៅជាមួយនឹងគ្រីស្ថានមីក្រូហិរញ្ញវត្ថុផងដែរនោះខ្ញុំសូមធ្វើការអំពាវនាវទៅដល់ជាពិសេសអតិថិជនរបស់គ្រីស្ថានមីក្រូហិរញ្ញវត្ថុដែលមានជាង1លានគ្រួសារនៅទូទាំងប្រទេសកម្ពុជានេះថាតាមដានស្ដាប់នៅកម្មវិធីជីវិតនឹងលុយរបស់យើងសង្ឃឹមថាជឿជាក់ថាកម្មវិធីរបស់យើងនឹងជួយឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទទួលបាននៅព័ត៌មានល្អៗក្នុងការគិតនិងការសម្រេចចិត្តដើម្បីបង្កើនគុណភាពជីវិតរបស់ក្រុមគ្រួសាររបស់ពួកគាត់បាទចាគណៈពេលនេះនាងខ្ញុំជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាពិតជាបានទទួលនៅចំណេះដឹងខ្លះៗតាក់ទងទៅនឹងសារៈសំខាន់នៃកម្មវិធីជីវិតនឹងលុយរបស់យើងហើយចាដូច្នេះប្រសិនមកប្រិយមិត្តទាំងអស់គ្នាមានចម្ងល់ឬចង់ដឹងបន្ថែមទៀតជុំវិញបញ្ហាជីវិតនឹងលុយនេះសូមកុំភ្លេចតាមដានស្ដាប់ជាមួយនឹងកម្មវិធីយើងខ្ញុំដែលមានផ្សាយជូននៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុទន្លេរាជធានីភ្នំពេញនិងវិទ្យុក្រុងសៀមរាប FM 102.5 ទាំងអស់គ្នាចាជ្រាបក្នុងឱកាសពេលនេះនាងខ្ញុំចិត្រាជាអ្នកសម្រាប់ជំនួយនៅកម្មវិធីរួមជាមួយនឹងបងវាគ្មិនគឺបងបូរ៉ាសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នានិងសូមអរគុណសូមជម្រាបគ្នាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលចា៎សូមអរគុណស្ថានីយ៍វិទ្យុទន្លេ FM